ថាមកពលនៃខែម្សាញ់ទឹកយិននឹងចូលមកនៅថ្ងៃទី5ខែឧសភារហូតដល់ថ្ងៃទី4ខែមិថុនាឆ្នាំ2026ចំពោះឆ្នាំដែលល្អប្រសើរមានឆ្នាំវករកាហើយនឹងឆ្លូវបើត្រូវការធាតុទឹកហើយនឹងភ្លើងកាន់តែល្អប្រសើរចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នជាពិសេសមានឆ្នាំកុលធាតុភ្លើងវ័យ20ឆ្នាំនិងកុលធាតុដីវ័យ68ឆ្នាំទិសដែលយើងគួរតែបំរុងបង្ការក្នុងករណីយើងចង់ជួសជុលស្វាដំនៅក្នុងខែម្សាញ់នេះមានទិសខាងកើតដែលជាទិសពិឃាត3ចាប់ពីអង្សានៃទិសខាលថោះរហូតដល់ទិសរោងកណ្ដាលផ្ទះឬក៏កណ្ដាលបន្ទប់ទិសខាងត្បូងឈៀងខាងកើតទី3និងទិសខាងជើងឈៀងខាងលិចទី3ផងដែរចំពោះវីដេអូនៃការចែករំលែករបស់ខ្ញុំមួយនេះសង្ឃឹមថាពិតជាមានផលប្រយោជន៍ចំពោះបងប្អូនយកទៅប្រើប្រាស់រាល់សំណួរឬក៏ចម្ងល់ផ្សេងៗបងប្អូនអាចតម្លាក់នៅក្នុង comment នេះបានខ្ញុំនឹងព្យាយាមឆ្លើយទៅតាមលទ្ធភាពដែលអាចធ្វើបានជូនពរសំណាងល្អ